ការប្រកួតមីហិលកូណូ Super Spicy Hot Pot ដល់នេះបាទសុំទៅ50នាមួយ successful បណ្ឌិតចឹង បណ្ឌិតចឹងត្រៀម3 2 1អូសោតជាតិមកបាទមីហិលបណ្ឌិតអូនទេបាទហិលទេតែសុំអស់ទាំងទឹកនេះយកលុយ100000បាទមកយាយបើសាច់ឆ្អឹងនេះឆ្ងាញ់ជាតិនេះជាតិមកនេះក្នុងហាងអូមិនជួយគេមិញ successful អូសង្ស័យពូជួយបាយជួយសិតមកទៅអូបងប្អូនណាខ្លះតែគាត់ចូលចិត្តមីហិលបាទខមមិនមកការប៉ាត់មីហិលបើកម្រិតនឹងដាក់ជាមួយនឹងឆ្នាំងដីប៉ុន្តែគាត់ថាពេលដាក់ទៅការប្រកួតនោះវាក្តៅខ្លាំងពេកអញ្ចឹងវាធ្វើឲ្យអ្នកនរនេះពិបាកញ៉ាំយើងដកដូរចានធម្មតាវិញឆ្ងាញ់អូគឺសូគ្រប់ហ្មងជាតិមកអូគូពីស្មើគ្នាហ្មងនេះអូចិត្តអស់មីកូនីណូបាទ Super ហិល Super Spicy ដល់នេះបាទ បងសុំថែម5ចានទៀតមីកូរ៉ូណូអែម អូបងសុំថែម5ចានទៀតចាំប្រាប់ថាមីកូនីណូអែមហ្មងសួរតែឈ្នះមួយនិយាយពីរូបជាតិបាទនេះសម្រាប់រសជាតិមីកូរ៉ូណូរសជាតិវាស្វិតសរសៃមីស្វិតដូចជាមីក្រៃប៉ិតហើយញ៉ាំរសជាតិវាឆ្ងាញ់อยู่នៅក្នុងហាងបងនិយាយមែនតើបាទនិយាយមែនតើអស់ពីច្រើនបាទនិយាយប៉ិតអត់កុហកសម្រាប់មីនេះញ៉ាំទៅគឺមានជាតិមួយដែលថាដូចមីក្រេហ្នឹង និយាយមែនតើហ្នឹងហើយបងវាហិលបន្តិចវាហិលខ្លាំងហើយបង ចង់ញ៉ាំមីហិលកូរ៉េបងប្អូនអ្នកនេះគាត់ទិញមីកូរ៉ូណូមកយើងអាចយកធ្វើនៅផ្ទះបានមានទាំងកំប៉ុងហើយនិងកញ្ចប់ជាដំបូងឡើយបងប្អូនអ្នកនេះគាត់ទិញបន្លែដែលខ្លួនឯងចូលចិត្តបន្ទាប់មកទៀតបងប្អូនអ្នកនេះអាចបន្ថែមជាមួយនឹងសាច់គោឬក៏ប្រហិតថៃជាមួយនឹងហតដកបន្ទាប់មកបងប្អូនអ្នកនេះគ្រាន់តែដាំទឹកពុះក្នុងទំនាស់450មីលីលីត្របន្ទាប់ពីដាំទឹកពុះហើយបងប្អូនអ្នកនេះអាចដាក់មីចូលដាក់គ្រឿងជាមួយនឹងម្ទេសតាមចំណង់ចូលចិត្តសម្រាប់ខ្ញុំចូលចិត្តហិលខ្ញុំដាក់ម្ទេសទាំងអស់តែម្ដងបន្ទាប់មកបងប្អូនអ្នកនេះអាចដាក់ជាមួយនឹងគ្រឿងបន្ថែមដូចជាបន្លែផ្សិតប្រហិតថៃឬក៏ហតដកជាពិសេសតួអង្គដែលយើងមិនអាចបំភ្លេចបានគឺសាច់គោអ្នកទាំងនេះបាទបន្ទាប់មកយើងដាក់គីមជីចូលបន្តិចមកហើយថែមជាមួយនឹងបន្លែក្រៀមអ្នកទាំងនេះបាទជាតិមែនតែម្ដងចាស់ម្ការទៀតបងប្អូនអ្នកគ្នាដល់វេនញ៉ាំឲ្យសំភ្លុកមុនគេណាសម្រាប់ខ្ញុំរសជាតិរបស់គាត់គឺដូចមីកូរ៉េដែលនៅខាងក្រៅនៅតាមហាងអញ្ចឹងនិយាយមែនតែណាមីកូរ៉ូណូគឺឆ្ងាញ់ខ្លាំងបើនិយាយពីសាច់មីរបស់គាត់គឺទន់ខ្វិតរូបជាតិដិតបងប្អូនអ្នកគ្នាបើសិនជាមិនសាកគឺមិនដឹងទេ